បេសកកម្មធ្វើម្ហូបគុតគង់ជនភៀសទឹករបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុទ្ធធរដឹកនាំដោយអ្នកអង្គការលេងនវត្រាបានបិទបញ្ចប់បន្ទាប់ពីពន្លឺសន្តិភាពតាមព្រំដែនភ្លឺឡើងវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃជំរំវត្តពោ5000ដើមស្រុកគូលែនខេត្តព្រះវិហារគឺជាគោលដៅចុងក្រោយនៃបេសកកម្មរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុទ្ធធរដឹកនាំដោយអ្នកអង្គការលេងនវត្រាបានរៀបចំគុតគង់ម្ហូបជូនប្រជាពលរដ្ឋភៀសទឹកនៅថ្ងៃទី30ខែតុលាឆ្នាំ2025ចាប់តាំងពីមានការផ្ទុះអាវុធតាមព្រំដែនដែលផ្ដើមឡើងដោយភាគីថៃកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ក្រុមយុវជនរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុទ្ធធររាប់រយនាក់ក៏បានផ្ដើមសមរភូមិដែរគឺចុះគុតគង់ម្ហូបជូនប្រជាពលរដ្ឋភៀសទឹកក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលមានប្រមាណ77000នាក់លើគោលដៅចំនួន11ដោយមានរៀបចំម្ហូប2ពេលជារៀងរាល់ថ្ងៃបេសកកម្មប្រកបដោយស្មារតីមោះមុតមិនរួញរាដើម្បីជាតិនិងប្រជាជនកម្ពុជានេះបានធ្វើឡើងក្រោមកិច្ចសហការជាមួយឯកឧត្តមកតេសង្ហកបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឯកឧត្តមមានច័ន្ទយ៉ាដាអភិបាលខេត្តឧត្តរមានជ័យនិងឯកឧត្តមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបន្ទាប់ពីបិទបញ្ចប់បេសកកម្មរបស់ខ្លួនក្រុមការងារសហព័ន្ធយុវជនបូជាការពារយុទ្ធធរក៏បានបង្ហាញការគោរពដឹងគុណនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លៀសវៃនិងស្វាហាប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានប្រកាន់យកនូវភាពអត់ធ្មត់ដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងសង្គ្រាមកាន់តែរីកធំឡើងក្រុមការងារសហព័ន្ធយុវជនបូជាការពារយុទ្ធធរបានគាំទ្រនិងបញ្ជាក់ថាការបង្កើតកិច្ចព្រមព្រៀងសន្តិភាពពិតជាមានតម្លៃជាសារៈវ័នសម្រាប់ប្រជាពលរដ្ឋខ្មែរនិងជិតខាងដែលស្រឡាញ់សន្តិភាព